ការដោះស្រាយវិស្ម័យការលើក្រេទី1មានមួយអាញាតបានអញ្ចឹងនេះគឺជាសកម្មភាពនៃបងប្អូនថ្នាក់ទី 10B ធ្វើការឡើងដោះស្រាយលំហាត់នៅលើក្តារខៀនបាទហើយយើងដឹងហើយថាការដោះស្រាយវិស្ម័យការលើក្រេទី1មានមួយអាញាតនេះគឺវាស្តៀងដោះស្រាយនឹងសម័យការដែរទេបាទចឹងដើម្បីដោះស្រាយវាយើងគ្រាន់តែតួណាដែលមានអាញាតនៅអងម្ខាងហើយតួណាដែលមានលេខយើងរុញទៅអងម្ខាងទៅបាទហើយណាកាលណាតួយើងបដូរអង្គមានន័យថាវានឹងបដូរសញ្ញាដែរប៉ុន្តែវាខុសត្រង់ខុសពីសម័យការត្រង់ថានៅពេលដែលយើងគុណឬក៏ចែកចំនួនអវិជ្ជមានអញ្ចឹងសញ្ញាវិសមភាពវាគឺត្រូវតែបដូរទិសដៅមានន័យថាពីធំទៅតូចមានន័យថាបើធំយើងគុណនឹងសញ្ញាឬក៏ចែកនឹងចំនួនអវិជ្ជមានវាត្រូវបដូរទៅជាតូចហើយបើសញ្ញានឹងតូចវាត្រូវបដូរទៅជាធំតែប៉ុណ្ណឹងទេបាទហ្នឹងហើយក្រៅពីហ្នឹងគឺវិធីនៃការដោះស្រាយគឺដូចសម័យកាលដឺក្រេទី1មានមួយអាញាតដែរបាទហ្នឹងហើយនេះគឺជាសកម្មភាពដែលបងប្អូនកំពុងតែធ្វើការដោះស្រាយលំហាត់តាមកន្លែងរៀងខ្លួនបាទហើយបន្ទាប់មកគឺបងប្អូនម្នាក់ទៀតបាទគាត់ឡើងបន្តបាទហើយនៅក្នុងលំហាត់នេះខ្ញុំដាក់3លំហាត់ខ្ញុំដាក់ច្រើននេះដោយសារតែវាគឺជាមេរៀនចាស់ដែលយើងធ្លាប់បានសិក្សាថ្នាក់ទី9រួចរាល់ហើយបាទហើយខ្ញុំបញ្ជាក់ផងដែរថាវិធីនៃការដោះស្រាយវាបើយើងអាចដោះស្រាយបាន2វិធីបាទវិធីទី1គឺយើងដោះស្រាយស្តៀងថ្នាក់ទី9ដែរមានន័យថាយើងធ្វើការដោះស្រាយដូចខ្ញុំបានបញ្ជាក់ដើមអញ្ចឹងបាទហើយវិធីទី2គឺយើងប្រើសញ្ញាទ្វេធាប៉ុន្តែចំពោះការដោះស្រាយនេះបើសម្រាប់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដោះស្រាយតាមវិធីដូចថ្នាក់ទី9ទៅវាងាយជាងបើយើងប្រើសញ្ញាទ្វេធារឿងវែងបាទអញ្ចឹងនេះចម្លើយខគឺបានរួចរាល់ហើយបាទនៅសំណួរមួយទៀតគឺសំណួរកបាទសំណួរកគឺត្រូវការបងប្អូនម្នាក់ទៀតឡើងធ្វើការដោះស្រាយបាទនេះអញ្ចឹងអ្នកទៀតគឺឡើងដោះស្រាយសំណួរកបាទកនេះក៏ពិតវាអត់មានអីពិបាកទេចំពោះវិសម័យការនៅក្រេទី1នេះណាបើនិយាយទៅវាគឺជារឿងអតីតកាលរបស់យើងកាលថ្នាក់ទី9ទេបាទហ្នឹងហើយអញ្ចឹងគឺជាមើលទៅបាទហើយនេះបងប្អូននៅតុកក៏ខំប្រឹងប្រែងដោះស្រាយផងដែរបាទហើយអ្នកឡើងក្តារខៀននឹងក៏ខំដែរនេះហើយរួចរាល់ហើយបាទតាក់ទងនឹងលំហាត់ទាំង3បាទ